សូមក្រាននមស្ការចំពោះព្រះថេរាធរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈគង់ខ្ពស់និងសូមជម្រាបសួរដល់បងប្អូននៅក្នុងបណ្ដាញសង្គមជាទីស្រឡាញ់រាប់អានជាពិសេសបងប្អូនដែលមានកូនមានក្មួយមានចៅឬក៏មានក្រុមគ្រួសារដែលប្រឡងបាក់ឌុបជាប់ហើយតែមិនទាន់បានទៅសិក្សារៀនសូត្រនៅសាកលវិទ្យាល័យផ្សេងណាក៏សូមគោរពជម្រាបសួរពីចម្ងាយផងដែរហើយនេះជាសកម្មភាពរបស់សាខាពុទ្ធសាកលវិទ្យាល័យវិសិណវិទ្យាខេត្តបាត់ដំបងដែលមានទីតាំងនៅវត្តដំរីសក្រុងបាត់ដំបងខេត្តស្វាយប៉ោខេត្តបាត់ដំបងបាទការប្រឡងបញ្ចប់ឆមាសទី2បាទឆមាសទី2ឆ្នាំសិក្សា2025-2026បាទសូមប្រកបទេនឹងជម្រាបជូនដល់ព្រះគុណកណ្ណាគ្រប់អង្គបងប្អូនយើងទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមផងដែរថាសាខាពុទ្ធសាសនាវិទ្យាល័យវិសិណវិទ្យាខេត្តបាត់ដំបងនៅកំពុងតែដំណើរការនឹងបណ្ដុះបណ្ដាលសមណៈនិស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់បាទហើយសម្រាប់ថ្នាក់បរិញ្ញាបត្របច្ចុប្បន្នសប្តាហ៍ថ្ងៃនេះគឺបណ្ដុះបណ្ដាលចំនួន5ឯកទេសបាទហើយក្នុងនោះមានឯកទេសសាស្ត្រខ្មែរហើយចឹងបងប្អូនយើងទាំងអស់គ្នាបើសិនជាចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងឯកទេសសាស្ត្រខ្មែរសូមអញ្ជើញមកចុះឈ្មោះដាក់ពាក្យសូមចូលរៀននៅសាខាពុទ្ធសាសនាវិទ្យាល័យវិសិណវិទ្យាខេត្តបាត់ដំបងបាទឯកទេសខ្មែរនេះជាឯកទេសពិសេសបំផុតហើយបាទនៅទី2ឯកទេសរដ្ឋបាលអប់រំបាទឯកទេសរដ្ឋបាលអប់រំនេះក៏មានសមណៈនិស្សិតសិក្សារៀនសូត្រច្រើនបើគិតពីចំនួនប្រហាក់ប្រហែលទៅនឹងចំនួនឯកទេសសាស្ត្រខ្មែរដែរបាទសិតតែ100នាក់ហើយក្នុងមួយឆ្នាំបាទហើយទី3ឯកទេសនីតិសាស្ត្របាទច្បាប់បាទដែលបងប្អូនចេះតែសម័យទាំងចង់រៀនចប់ថ្នាក់ទី12ប្រឡងជាប់ហើយចង់ទៅរៀននៅសាកលវិទ្យាល័យណាឯកទេសច្បាប់ចង់ធ្វើជាមេធាវីចង់ធ្វើជាបរិយាអាជ្ញាកលាមជាអីផ្សេងហ្នឹងបងប្អូនអាចអញ្ជើញមកសិក្សារៀនសូត្រឯកទេសច្បាប់នៅសាខាពុទ្ធសាសនាវិទ្យាល័យប្រសិទ្ធវិទ្យាខេត្តបាត់ដំបងបានបាទហើយឯកទេសទី4គឺឯកទេសគ្រប់គ្រងទូទៅបាទឯកទេសគ្រប់គ្រងទូទៅនេះគឺការសិក្សារៀនសូត្រដើម្បីធ្វើជាមេបាទធ្វើជាមេគ្រប់ស្ថាប័នទាំងអស់ហើយជាពិសេសអាចបង្កើតនៅអាជីវកម្មរបស់ខ្លួនឯងបាទពួកអ្នកគ្រប់គ្រងដោយច្រើនទៅគឺមានតិចនិចមានបទពិសោធន៍តាមរយៈការសិក្សារៀនសូត្រដែលយើងទទួលបានចំណេះដឹងពីសហអាចារ្យពីគ្រប់មជ្ឈដ្ឋានផ្សេងទៀតគឺយើងនឹងអាចក្លាយទៅជាអ្នកដឹកនាំមួយដ៏ល្អនៅក្នុងស្ថាប័នឬក៏អាចជាអ្នកបង្កើតនៅអាជីវកម្មមួយប្រកបដោយសក្តានុពលសម្រាប់ខ្លួនឯងទៅបាទអញ្ចឹងឯកទេសទី4គឺឯកទេសគ្រប់គ្រងទូទៅបាទហើយសម្រាប់ឯកទេសទី5គឺឯកទេសអក្សរសាស្ត្រអង់គ្លេសបងប្អូនដឹងហើយថាអក្សរសាស្ត្រអង់គ្លេសភាសាអង់គ្លេសគឺជាភាសាសកលបាទអញ្ចឹងបានថាក្នុងពិភពលោកនេះបើសិនជាយើងចេះភាសាអង់គ្លេសអាចអញ្ជើញទៅប្រទេសណាក៏បានបាទប្រទេសណាក៏គេប្រើប្រាស់ភាសាអង់គ្លេសដែរបាទបើទុកជាគេប្រើប្រាស់ជាភាសាដើមភាសាគាត់ថាផ្លូវការរបស់គេយ៉ាងណាក៏ដោយក៏នៅតែមានអ្នកប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ស្ថាប័នសម្រាប់នឹងហើយសម្រាប់ស្ថាប័នពាក់ព័ន្ធហើយជាពិសេសខាងទេសចរនឹងជាដើមបាទហើយយើងទៅណាគឺយើងតែងតែតាក់ទងគ្នាតាមរយៈភាសាអង់គ្លេសអញ្ចឹងឯកទេសភាសាអង់គ្លេសហ្នឹងក៏ជាឯកទេសទៅឆ្នើមនៅក្នុងសាខាពុទ្ធសាសនាវិទ្យាល័យវិសិទ្ធិខេត្តបាត់ដំបងដែរយើងសូមឲ្យបដិគុណបងប្អូនយើងទាំងអស់គ្នាដែលមានសញ្ញាបត្រថ្នាក់ទី12ប្រឡងជាប់ហើយឆ្នាំណាក៏ដោយបាទឬក៏សញ្ញាបត្រសកមូលថ្នាក់ទី12ហ្នឹងអាចមកចុះឈ្មោះសូមប្រឡងទទួលយកអាហារូបករណ៍ 100% នៅសាខាពុទ្ធសាសនាវិទ្យាល័យវិសិទ្ធិខេត្តបាត់ដំបងបានបាទចាប់ពីថ្ងៃទី1ខែ3ហ្នឹងតទៅបាទថ្ងៃទី1ខែ3ឆ្នាំ2026នេះបាទប៉ុន្តែថ្ងៃទី1ខែ3នេះដូចជាត្រូវថ្ងៃអាទិត្យណាត្រូវថ្ងៃអាទិត្យអញ្ចឹងថ្ងៃទី2ទី3នៅក្នុងចន្លោះខែ3ហ្នឹងបាទក្នុងចន្លោះខែ3ហើយយើងនឹងប្រឡងអាចជាទូទៅគឺប្រឡងនៅថ្ងៃទី30ខែ3បាទហើយពីឆ្នាំទៅយើងលើកដល់ទៅថ្ងៃទី4ខែ4ឆ្នាំ2026
25ហ្នឹងឆ្នាំទៅប៉ុន្តែឆ្នាំនេះបើសិនជាថ្ងៃ30ហ្នឹងលើកទៅដល់ថ្ងៃទី4ក៏នៅក្នុងឆ្នាំ2026នេះដែរបាទការប្រឡងកុំបារម្ភកុំព្រួយអីបាទព្រោះយើងដឹងហើយថាប្រឡងគាត់ដែលជាថាជា technique ឬក៏ជាវិធីសាស្ត្រឬក៏អាចនិយាយបានថាដើម្បីបំពេញនៅគោលបញ្ជីបាទបំពេញនៅគោលបញ្ជីព្រោះការសិក្សារៀនសូត្រនៅសាខាពុទ្ធិកសិកលដោយច្រើនទៅគឺអ្នកប្រឡងហ្នឹងគឺមិនដែលធ្លាក់ទេបាទប្រឡងចូលរៀនហ្នឹងមិនដែលធ្លាក់ទេប៉ុន្តែក្រសួងស្ថាប័នរបស់យើងតម្រូវឲ្យមានការបំពេញតាមរយៈការប្រឡងបំពេញគោលបញ្ជីបាទហើយយើងដឹងហើយថាអាហារូបករណ៍ក្មួយៗខ្លះគឺចាប់អាហារូបករណ៍ហ្នឹងតាំងពីនៅវិទ្យាល័យថ្នាក់ទី12ហ្នឹងគាត់ជ្រើសរើសជំនាញហើយបាទអាហារូបករណ៍ទៅសាលាណាអីចឹងទៅហើយក្មួយខ្លះចាប់អាហារូបករណ៍ទៅសាលាផ្សេងហើយប៉ុន្តែអត់ទៅសិក្សារៀនសូត្រនៅសាលានោះទេងាកមកសាខាពុទ្ធិកសិកលដល់ច្រើនទៅខ្ញុំឃើញងាកមកសាខាពុទ្ធិកសិកលដោយសារតែសាលាមួយចំនួនគេតម្រូវឲ្យបង់ថ្លៃរដ្ឋបាលណាថ្លៃរដ្ឋបាល$100ក្នុងមួយឆ្នាំអញ្ចឹងយើងគិតថាវាច្រើនដែរបាទហើយសម្រាប់សាខាពុទ្ធិកសិកលរបស់យើងនេះគឺមិនតម្រូវឲ្យក្មួយៗបង់ថវិកាសម្រាប់សេវារដ្ឋបាលទេបាទគាត់ថាមកសិក្សារៀនសូត្រក្មួយអាចកាត់សម្លៀកបំពាក់ណែដូចនិស្សិតដែលកំពុងតែប្រើប្រាស់ចឹងបាទគឺពណ៌ផ្កាឈូកណាហើយក៏មិនមែនថាសម្លៀកបំពាក់ហ្នឹងសាលាលក់អត់មានទេបាទសាលាចង្អុលបង្ហាញឲ្យក្មួយទៅកាត់សាច់កណាត់បែបម៉េចពណ៌បែបម៉េចហើយតម្រង់យ៉ាងម៉េចហ្នឹងគឺសាលាណែនាំអញ្ចឹងបងប្អូនទាំងអស់គ្នាណានៅក្នុងបណ្ដាញសង្គមទាំងអស់បើនិយាយទៅថា24-25ខេត្តក្រុងហ្នឹងគឺអាចមកដាក់ពាក្យសិក្សារៀនសូត្រនៅសាខាពុទ្ធិកសិកលបាននៅបច្ចុប្បន្ននេះមានមកពីមណ្ឌលគិរីមានមកពីខាងខេត្តកោះកុងណានឹងឆ្ងាយហ្នឹងឃើញមណ្ឌលគិរីខេត្តកោះកុងខេត្តកំពង់ធំព្រះវិហារដល់មានជ័យសៀមរាបប្រទេសមានជ័យពោធិ៍សាត់បៃលិនបាទច្រើនមែនតើមកពីខេត្តឆ្ងាយដែលកំពុងសិក្សារៀនសូត្រនៅសាខាពុទ្ធិកសិកលវិទ្យាល័យសេនវិជ្ជាអញ្ចឹងជៀសវាងណាកុំឲ្យកូនចៅប្រឡងជាប់ហើយមិនបានទៅសិក្សារៀនសូត្រឬអាចនិយាយបានថាគ្មានលុយទៅរៀនអញ្ចឹងបើគិតថាគ្មានលុយទៅរៀនត្រូវងាកមកសាខាពុទ្ធិកសិកលវិទ្យាល័យសេនវិជ្ជាបាទតែមិនតម្រូវឲ្យបង់ថ្លៃសាលាទេបាទហើយបើសិនជានិស្សិតស្រីហើយមកពីតំបន់ដាច់ស្រយាលឬក៏តំបន់ដែលមានបញ្ហាប្រឈមមានអន្តេវាសិកដ្ឋានឲ្យស្នាក់នៅទៀតបាទអន្តេវាសិកដ្ឋានឲ្យស្នាក់នៅថ្មីនេះយើងកសាងបានអន្តេវាសិកដ្ឋានមួយខ្នងហើយដែលមានកម្ពស់4ជាន់បាទកម្ពស់4ជាន់ហើយមួយជាស្ត្រីហ្នឹងនៅបាន60នាក់ជាងបាទឥឡូវនេះកំពុងតែកសាង2ខ្នងទៀតកម្ពស់5ជាន់ក្នុងមួយខ្នងអញ្ចឹងបើ2ខ្នងទៀតនេះកសាងរួចរាល់អាចដាក់បានជិត200នាក់បន្ថែមទៀតបាទអញ្ចឹងក្មួយអាចមកបន្តការសិក្សារៀនសូត្រនៅសាខាពុទ្ធិកសិកលក៏មានការលំបាកអាចដាក់ស្នើសុំទីតាំងសម្រាប់ស្នាក់នៅបាទជាអន្តេវាសិកដ្ឋាននឹងទៅដើមអញ្ចឹងខ្ញុំកណ្ដាលខ្ញុំបាទសូមប្រកេននិងជម្រាបជូនដល់នេះថាសាខាពុទ្ធិកសិកលវិទ្យាល័យវិទ្យាល័យខេត្តបាត់ដំបងនឹងដំណើរការទៅលើឯកទេសចំនួន5មានឯកទេសសាស្ត្រសាស្ត្រខ្មែរឯកទេសរដ្ឋបាលអប់រំឯកទេសគ្រប់គ្រងទូទៅឯកទេសនីតិសាស្ត្រនិងឯកទេសអក្សរសាស្ត្រអង់គ្លេសបាទហើយដំណើរការជ្រើសរើសនិស្សិតចាប់ពីហ្នឹងហើយចាប់ពីថ្ងៃទី2ខែមិនិនានេះតទៅបាទឆ្នាំ2026ណាខែ3នេះតទៅអញ្ចឹងសូមបងប្អូនពេជ្រគុណកណ្ណាគ្រប់អង្គមេត្តារួសរាន់បាទមកដាក់ពាក្យសូមអាហារូបករណ៍ហើយបន្តការសិក្សារៀនសូត្រនៅសាខាពុទ្ធិកសិកលវិទ្យាល័យពិសេសវិទ្យាខេត្តបាត់ដំបងដែលកំពុងតែដំណើរការបណ្ដុះបណ្ដាលបច្ចុប្បន្ននេះហើយយើងក្រោយពីប្រឡងហើយនេះសម្រាប់បាទដល់ថ្ងៃទី5បាទថ្ងៃទី5ខែ5ហ្នឹងបានចូលរៀនណាអញ្ចឹងសូមឲ្យគុណចាស់កណ្ណាគ្រប់អង្គជួយផ្សព្វផ្សាយបន្តឲ្យបងប្អូនពុទ្ធបរិស័ទយើងទាំងអស់ក្នុងនិងក្រៅប្រទេសសូមមេត្តារួមចំណែកក្នុងការផ្សព្វផ្សាយបាទចាអញ្ចឹងបងប្អូនមានកូនមានចៅណាមានមួយអីដែរបងចប់ហើយហ្នឹងគួរតែ
ដល់ឱកាសឲ្យមករៀននៅសាខាពុទ្ធសាសនាបាទដើម្បីយកបញ្ញាបត្រចង់តបញ្ញាបត្រជាន់ខ្ពស់ទៀតបាទយើងមានបញ្ញាបត្រជាន់ខ្ពស់សម្រាប់ឲ្យសិស្សគិតសម្រាប់បញ្ញាបត្រនេះយើងមានតែថ្ងៃច័ន្ទដល់ថ្ងៃសុក្រទេបាទអ្នកដែលរៀនព្រឹកគឺរៀនមួយពេលព្រឹកហើយអ្នកដែលរៀនល្ងាចគឺមានមួយពេលគឺរសៀលបងប្អូនអរគ្នាណាកុំភ្លេចតាមទៅយើងចាំតែគិតថាគ្រួសារខ្វះខាតចឹងឲ្យកូនឈប់រៀនដើម្បីទៅជួយរកទទួលទានឬក៏រកថវិកាដើម្បីជំរុញក្នុងគ្រួសារចេះមួយជំនួយខ្ញុំប៉ុន្តែគិតថាបើសិនជាយើងឲ្យកូនយើងឈប់រៀននៅពេលនេះជីវិតគ្រួសារយើងគឺលំបាករហូតបាទគឺថាលំបាករហូតតែបើសិនជាយើងតស៊ូលំបាកនៅពេលនេះរយៈពេល4ឆ្នាំបន្តទៀតចិត្តក្រុមគ្រួសាររបស់យើងនឹងអាចមានការផ្លាស់ប្ដូរច្រើនមែនទែនបាទខ្ញុំតែនិយាយថាមានតែការសិក្សារៀនសូត្រទេគឺអាចផ្លាស់ប្ដូរជីវិតក្រុមគ្រួសាររបស់យើងបានអាចផ្លាស់ប្ដូរអនាគតរបស់យើងបានការសិក្សារៀនសូត្រគឺរឿងសំខាន់ណាបងប្អូនមួយរបស់គ្នាត្រូវតស៊ូណាតស៊ូក្នុងការសិក្សារៀនសូត្រហើយតស៊ូឆ្លងកាត់ការលំបាកបាទយើងដឹងហើយថាឧបសគ្គវាតែងតែមកមុនសេចក្តីសម្រេចបាទអញ្ចឹងបើចង់បានភាពជោគជ័យគឺយើងត្រូវតែឆ្លងកាត់ការលំបាកហ្នឹងគឺបានមួយដោយច្រើនទៅក្នុងបន្ទប់គ្រួសារខ្ញុំយល់អំពីការលំបាករបស់មួយនេះថាទៅមេត្តាបិតាចង់ពាក់បំណុលណេះនោះនេះអាយហ្នឹងទៅផលិតភាពក៏ទាញមួយហ្នឹងឲ្យឈប់រៀនសិនដើម្បីជួយរកលុយរកកាក់តាមពិតទៅមួយត្រូវដឹងក្នុងដឹងថាបើយើងចង់ជួយឪពុកម្ដាយយើងឲ្យបានល្អជាងនេះយើងត្រូវតែបន្តការសិក្សារៀនសូត្រឲ្យបានចេះដឹងខ្ពស់រកការងារធ្វើឲ្យបានល្អបាទហើយបើយើងចង់ជួយគាត់ក្នុងពេលនេះហើយយើងក៏មិនទាន់មានចំណេះដឹងទាន់មានសមត្ថភាពគ្រប់គ្រាន់នឹងយើងពិបាកណាស់បងប្អូនការងារវាមិនមាននិរន្តរភាពយើងទៅធ្វើការបានលុយប៉ុន្តែវាមិនបានច្រើនបាទការដែលមិនបានច្រើនហ្នឹងហើយវានាំឲ្យយើងប៉ះពាល់ដល់ការសិក្សារៀនសូត្រក្នុងអនាគតរបស់យើងថ្ងៃក្រោយទៅយើងត្រូវការអនាគតល្អនិយាយថាគ្រួសារត្រូវការសុភមង្គលហើយសុភមង្គលហ្នឹងមានគ្រឿងផ្សំច្រើនណាស់ក្នុងនោះចំណេះដឹងហ្នឹងវាជារឿងជាគ្រឿងផ្សំមួយដែលសំខាន់បំផុតបាទយើងមានចំណេះដឹងខ្ពស់យើងរកលុយកាក់បានច្រើនយើងមានសុភមង្គលក្នុងគ្រួសារហើយយើងមានចំណេះដឹងទាបរកលុយបានតិចតួចហ្នឹងហើយយើងពិបាករកសុភមង្គលក្នុងគ្រួសារណាខ្ញុំសូមឲ្យក្មួយទាំងអស់គ្នាណាគុំមើលរំលងហើយគុំគិតថាការសិក្សានឹងវាជាឧបសគ្គធ្វើឲ្យក្រុមគ្រួសាររបស់ក្មួយលំបាកមែនទេបាទការដែលយើងជំពាក់លុយកាក់គេដោយច្រើនហ្នឹងគឺដោយសារតែយើងងងនឹងហើយបាទហើយដោយសារតែយើងអត់ចេះនឹងហើយអាការដែលលំបាកហ្នឹងដោយសារតែយើងមិនមានការងារល្អធ្វើនឹងហើយបាទបានជាយើងចេះតែលំបាកបាទទាំងមួយអស់គ្នាណាផ្លាស់ប្ដូរអិយាបថដើម្បីជួយឪពុកម្ដាយរបស់យើងបានពេញដៃពេញជើងយើងត្រូវតែសិក្សារៀនសូត្រឲ្យបានចេះដឹងហើយការសិក្សារៀនសូត្រនេះពិសោធន៍ក៏ត្រូវតែខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យអស់ពីសមត្ថភាពបាទហើយជៀសវាងកុំឲ្យតែយើងមកប្រើពេល4ឆ្នាំប៉ុន្តែយើងអត់មានលទ្ធភាពក្នុងការស្វែងរកការងារហ្នឹងក៏មានដែរបាទតែមានខ្ញុំសូមឲ្យក្មួយទាំងអស់គ្នាដាក់ចិត្តរៀនដាក់ចិត្តសិក្សារៀនសូត្រឲ្យស៊ីជម្រៅធ្វើយ៉ាងណាដើម្បីតស៊ូឲ្យទទួលបាននូវសមត្ថភាពនិងចំណេះដឹងខ្ពស់ឲ្យរកការងារល្អបានធ្វើបាទវាជាសារមួយដែលខ្ញុំកណ្ដាលខ្ញុំបាទសូមផ្ដាំផ្ញើដល់ក្មួយទាំងអស់គ្នាដែលកំពុងតែសិក្សារៀនសូត្រនិងសូមមេត្តាយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យរកការងារឲ្យល្អឲ្យបានធ្វើបាទសូមជូនពរដល់ក្មួយទាំងអស់ដែលកំពុងសិក្សារៀនសូត្រសូមបានសំប្រកបជួបតែសេចក្តីសុខនិងសេចក្តីចម្រើនសូមឲ្យណាព្យាបាលទាំងអស់ហើយចិត្តក្នុងការផ្ដល់ឱកាសឲ្យកូនមកសិក្សារៀនសូត្រតស៊ូ
ដោះស្រាយបញ្ហាផ្សេងៗជំនួសកូនធ្វើយ៉ាងណាដើម្បីឲ្យកូនបានពេញសមត្ថភាពចំណេះដឹងនេះឲ្យបានរឹងរឹតតែល្អប្រសើរជាងនេះទៀតបាទសូមអរគុណបាទ